យុវជនយុវនារីខ្មែរទាំងប្រុសស្រីជាពិសេសបងប្អូនទាំងអស់ដែលស្ថិតនៅក្នុងវ័យសិក្សាបងប្អូនធ្វើអីមួយសូមបងប្អូនមានការគិតមានការពិចារណាឲ្យគិតពីតម្លៃជារបស់ខ្លួនឯងគិតតម្លៃគ្រួសារនិងគិតនៅក្នុងនាមជាតម្លៃរបស់សង្គមបើបងប្អូនគិតល្អបងប្អូននិយាយក្តីបងប្អូនធ្វើក្តីគឺរមែងប្រព្រឹត្តល្អនិងផ្ដល់ផលជាភាពរុងរឿងរីកចម្រើនសម្រាប់សង្គមជាតិទន្ទឹមនឹងការរីកចម្រើនទៅនៅបច្ចេកវិទ្យាបើយើងក៏លេចមកមើលផ្នែកសិលធម៌គុណធម៌ជីវធម៌ជាពិសេសគឺអរិយាប័ត្ររបស់យុវជនយុវនារីខ្មែរនាពេលបច្ចុប្បន្ននេះមួយចំនួនតូចទេដែលយើងមើលឃើញថាធ្វើឲ្យប្រព្រឹត្តឆ្គាំឆ្គងចំពោះជាតិមាតុភូមិរបស់យើងក៏ដូចជាមុខមាត់សម្រាប់ប្រទេសជាតិរបស់យើងតែម្ដងដូច្នេះពីថ្មទៅវិញជាសារគ្រាន់តែចង់ផ្ដាំផ្ញើទៅកាន់យុវជនយុវនារីខ្មែរទាំងប្រុសស្រីជាពិសេសបងប្អូនទាំងអស់ដែលស្ថិតនៅក្នុងវ័យសិក្សាបងប្អូនធ្វើអីមួយសូមបងប្អូនមានការគិតមានការពិចារណាឲ្យគិតពីតម្លៃជារបស់ខ្លួនឯងគិតតម្លៃគ្រួសារនិងគិតនៅក្នុងនាមជាតម្លៃរបស់សង្គមពីព្រោះអរិយាប័ត្រនៃការប្រព្រឹត្តទៅការសម្ដែងទៅការអនុវត្តចេញទៅរបស់បងប្អូនគឺជាការបង្ហាញអំពីគុណតម្លៃដែលមិនគ្រាន់តែជាតម្លៃរបស់បងប្អូនតែម្យ៉ាងទេក៏ប៉ុន្តែជាការបង្ហាញនៅតម្លៃនៃក្រុមគ្រួសារឪពុកម្ដាយរបស់បងប្អូនផងជាការបង្ហាញនៅតម្លៃនៃសង្គមរបស់យើងផងម្ល៉េះហើយសូមបងប្អូនមានការគិតមានការពិចារណានៅក្នុងការមុននឹងនិយាយចេញស្ដីទៅមុននឹងប្រព្រឹត្តធ្វើអីមួយទៅដូចជានៅក្នុងការបើកបរតាមដងវិថីផ្លូវអីផ្សេងសូមបងប្អូនមានការគោរពច្បាប់ចរាចរណ៍ឲ្យបានតឹងរឹងបំផុតតាមដែលអាចធ្វើបានពីព្រោះការប៉ះពាល់វាមិនមែនត្រឹមតែប៉ះពាល់ដល់បងប្អូនតែម្យ៉ាងទេក៏ប៉ុន្តែវាប៉ះពាល់ដល់អ្នកដទៃក៏ដូចជាសង្គមទាំងមូលផងដែរបើយ៉ាងវិញទៀតបងប្អូនទៅទីកន្លែងសប្បាយណាក្នុងពិធីបុណ្យចូលឆ្នាំថ្មីឬក៏នៅក្នុងពិធីណាក៏ដោយសូមបងប្អូនទាំងអស់រក្សាបាននៅសេចក្តីថ្លៃថ្នូរក្នុងនាមជាខ្មែរពីព្រោះពូជខ្មែរយើងនេះជាពូជមួយថ្លៃថ្នូរជាពូជមួយខ្ពង់ខ្ពស់ណាស់ហើយប្រសិនបើត្រូវបង្អាប់បង្អោនដោយបងប្អូនក្នុងនាមជាយុវជនជាកោសិកាសង្គមជាតិរបស់យើងនេះគឺវាធ្វើឲ្យអាប់អោនគុណតម្លៃរបស់ជាតិខ្មែរអញ្ចឹងខ្មែរស្រឡាញ់ខ្មែរលើកតម្លៃអ្វីដែលជាខ្មែរវាអត់មានជាតិសាសន៍ណាមួយស្រឡាញ់ខ្មែរយើងជាងខ្មែរយើងស្រឡាញ់ខ្មែរខ្លួនឯងទេហើយអត់មានបុគ្គលណាអត់មានជាតិសាសន៍ណាមួយមកលើកតម្លៃគុណតម្លៃរបស់ជាតិយើងក្រៅពីយើងខ្លួនឯងផងដែរអញ្ចឹងសូមបងប្អូនជាយុវជនទាំងអស់សូមបងប្អូនធ្វើអីមួយមេត្តាគិតអំពីគុណតម្លៃជាសំខាន់របស់យើងជាបុគ្គលខ្លួនឯងផងពីព្រោះកិត្តិយសគឺសំខាន់ណាស់បងប្អូនកិត្តិយសបើបាត់បង់ហើយគឺมันអាចងាយនឹងរកមកវិញបានទេអ្វីបាត់ទៅយើងអាចរកមកវិញបានប៉ុន្តែកិត្តិយសសេចក្តីថ្លៃថ្នូរនេះគឺមិននិយាយទេបងប្អូនអញ្ចឹងសូមបងប្អូនមេត្តាគិតណាជាក្នុងនាមជាយុវជនយុវនារីខ្មែរគឺសូមគិតមុននឹងធ្វើអ្វីមួយឲ្យចេញទៅនៅក្នុងសង្គមបើបងប្អូនគិតល្អបងប្អូននិយាយក្តីបងប្អូនធ្វើក្តីគឺរមែងប្រព្រឹត្តល្អនិងផ្ដល់ផលជាភាពរុងរឿងរីកចម្រើនសម្រាប់សង្គមជាតិហើយបើសិនជាបងប្អូនគិតមិនល្អទេអរិយាប័ត្រនៃការប្រព្រឹត្តចេញទៅក៏ធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់សង្គមជាតិផងដែរ